ស្ដីពុកម៉ែបងប្អូនបងគ្នាថ្ងៃសម្រាប់បងប្អូនចេញទៅណាអត់ទៅណាទេមើលមហូបមុខនេះទៅបងប្អូនខ្ញុំមានមហូបមួយមុខចែកជូនបងប្អូនធ្វើឲ្យបងប្អូនធ្វើឲ្យញ៉ាំឆ្ងាញ់ញ៉ាំបានទាំងអស់គ្នាហ្មងទាំងក្មេងទាំងចាស់ញ៉ាំបានអញ្ចឹងពិសេសចាស់ដែលគាត់អត់សូវចូលចិត្តស្លអីចឹងទៅចូលចិត្តឆាអីគាត់អាចញ៉ាំស្លនេះបានមួយមុខនេះគឺស្លម្ជូរកាពិបងប្អូនកាពិមួយស្លម្ជូរកាពិជាមួយនឹងកញ្ឆែតហើយតកួនអញ្ចឹងបងប្អូនមើលក្បាលវីដេអូបន្តិចទៅហើយបន្ទាប់មកខ្ញុំនឹងប្រាប់បងប្អូនថាធ្វើយ៉ាងម៉េចអញ្ចឹងមានពងត្រីមានអីបងប្អូនមើលទៅនងមើលអែមហ្មងជាពិសេសកញ្ឆែតបងប្អូនបេះលាងទឹកឲ្យស្អាតដូចខ្ញុំអញ្ចឹងអង្គុយកន់កញ្ឆែតមួយថ្ងៃមើលចង់1ម៉ោងហើយកញ្ឆែតមួយដុំដោយសារយើងបេះឲ្យកោសវាលាងឲ្យស្អាតដោយសារតែកញ្ឆែតបងប្អូនត្រាំទឹកអញ្ចឹងកញ្ឆែតយើងត្រូវតែយកមកបោះលាងឲ្យស្អាតហ្មងពេលខ្លះយើងអាចមានស្អីតោមានអីច្រើនហ្នឹងទៅយើងខ្លាចអញ្ចឹងយើងអង្គុយលាងឲ្យច្រើនទឹកហើយអង្គុយកោសវាហ្មងកោសមានកោសទឹកដើមទេយើងកោសតែក្អែលឡើងត្រាំងថ្នាំងវាណាបងប្អូនយើងលាងខ្លួនឯងទេស្និតហើយអង្គុយលាងនៅក្រៅអញ្ចឹងវាចង្ដៃធំអញ្ចឹងទៅយើងលាងបានស្អាតហើយព្រោះយើងញ៉ាំខ្លួនឯងយើងកុំប្រញាប់ទៅណាហើយតកូនស្រែមកបាច់អញ្ចឹងមកប៉ណ្ណឹងបានលាយចូលគ្នាអញ្ចឹងស្លមួយឆ្នាំងរួចបងប្អូនកាត់អាចាស់ចោលទៅហើយយើងមានម្អមបន្តិចមកអញ្ចឹងកាពិកប៉ុកហើយតបមកកាត់តកួនកាត់កញ្ឆែតបងប្អូនមកយើងហាន់ណាយើងញ៉ាំណាដាក់មួយថ្នាំងដៃទៅហើយយើងមានផ្សិតចំបើងអញ្ចឹងដាក់បន្តិចចូលទៅដើម្បីទៅឲ្យវារសជាតិកាន់តែឆ្ងាញ់ដែរអញ្ចឹងបងប្អូនមិនបាច់លាយក៏បានដែរបើខ្ញុំលាយតិចទៅដោយសារតែมันអស់ប្រហែលទេហើយមកអមបន្តិចមកបានហើយកុំដាក់ច្រើនពេកបងគាត់ឲ្យវាទុំក្លិនបានហើយអញ្ចឹងជាមានត្រីប្រាយើងមានត្រីផ្ទក់ពងត្រីតកួនកញ្ឆែតហើយនឹងម្អមខ្ទឹមសទឹមក្រហមដេងហើយដុំស៊ុបហើយនឹងម្ទេសហើយនឹងកាពិអញ្ចឹងស្លកាពិកុំចោលកាពិឲ្យសោះបងប្អូនអត់មានកាពិអញ្ចឹងគេហៅមិនស្លកាពិអេនិយាយលេងបងប្អូនទឹកឲ្យពុះបងប្អូនដាក់មកគ្រឿងផ្សំទាំងអស់ហ្នឹងមានដេងដុំស៊ុបដុំអីហ្នឹងម្ទេសបងប្អូនដាក់ទៅអញ្ចឹងយើងគ្រាន់ដាក់ឲ្យវាមានកុំឲ្យវាឆ្អាបអញ្ចឹងប្រើទឹកត្រីមួយវែកកន្លះបងប្អូនខ្ញុំស្លោណាពីអញ្ចឹងអាហ្នឹងយើងអត់ប្រើអំបិលទេតែគ្រាន់តែសារកាពិយើងវាប្រៃស្រាប់ហើយអញ្ចឹងមិនបាច់ប្រើអំបិលទេប្រើតែទឹកត្រីទៅបានហើយបងប្អូនលូបទឹកត្រីទៅខ្ញុំប្រើស្ករត្នោតភាគច្រើនគឺខ្ញុំប្រើស្ករក្រហមស្ករសទេខ្ញុំប្រើស្ករត្នោតបងប្អូនអញ្ចឹងពេលទឹកពុះហើយដាក់គ្រឿងហើយបងប្អូនដាក់ត្រីទៅដាក់ត្រីឲ្យពុះទៀតទៅបងប្អូនយកអំពិលមកជ្រុំមកបងប្អូនមានអំពិលដាក់អំពិលជ្រុំតិចកុំជូរខ្លាំងពេកបងប្អូនស្លហ្នឹងកុំជូរខ្លាំងពេករៀងឡំបានហើយជូរផ្អែមតិចហើយនឹងប្រៃឡំអញ្ចឹងមកហូបខ្ញុំចែកជូនបងប្អូនតែតែថ្មីហើយបងប្អូនអាចធ្វើតាមទៅខ្ញុំទៅនិយាយថាឆ្ងាញ់ព្រោះកាពិយើងឲ្យតែកាពិល្អញ៉ាំទៅអត់ខាទេអញ្ចឹងកាពិយើងដាក់មកមុំណាបងប្អូនយើងពេលទឹកពុះហើយជ្រុំអំពិលហើយភ្លក់ឲ្យមុំហើយដាក់កាពិចូលហ្នឹងភ្លក់ម្សៅទៀតវាមុំរសជាតិយើងចង់បានអត់អញ្ចឹងដូចពពុះចោលបងប្អូនពពុះអាកាពិយើងដាក់ទៅច្រើនមែនតើហ្មងគឺពពុះវាឡើងខ្មៅហ្មងអញ្ចឹងមានថាទឹកស្លកាពិគឺពណ៌ខ្មៅហើយវាមិនដែលចេញមកពណ៌អសទេអញ្ចឹងទឹកពុះហើយភ្លុកល្មមហើយបងប្អូនដាក់បន្លែទៅដាក់បន្លែចូលទៅបងប្អូនកូរត្រឡប់ទៅទុកមកពុះទៀតទៅបានហើយអញ្ចឹងមកស្ទុះទៀតថែមម្អមអត់មានថែមអីទៀតទេថែមតែម្អមទៅបានបងប្អូនបានទេដោយសារតែយើងភ្លក់រសជាតិត្រូវហើយអញ្ចឹងមកហូបមួយចាននេះគឺរួចរាល់អរគុណបងប្អូនជួយតាមដានវីដេអូខ្ញុំហើយនឹងមើលរហូតអញ្ចឹងមានវីដេអូថ្មីខ្ញុំនឹងបង្ហាញបងប្អូននៅស្អែកទៀតអញ្ចឹងបងប្អូនអាចរៀនធ្វើតាមបានស្លនេះអាចស្លដាក់ជាមួយនឹងគ្រឿងសមុទ្រក៏បានដែរបងប្អូនហើយសង្ឃឹមថាបងប្អូនចេះធ្វើទាំងអស់គ្នាខ្ញុំមានតែប៉ុណ្្នឹងទេរីករាយថ្ងៃចុងសប្តាហ៍អរគុណបងប្អូនបាយបាយ